tranh mau fan bảo bông sấy vót fan bảo chả đăng cái đồ bọt tiết á chả đồ bọt hao giờ lấy cái lên đó bọt ba là mỹ nâng tiết ấy cái đồ vô với tao bông bông đặc nia thả ỏi là hồn ok đằng ngày bàn tay bông bông đặc nia đằng ngày content bông pi pon bốn á content nó phụ nhom hai thao content ba là mỹ pe bông cái thọt đấy còn thọt đấy cái thọt ba là mỹ cái đằng mỏng chả đằng ngày trong phèo bông bông đặc nia thay nhom miên content mũi tiết là đằng bông bông đặc nia chả bảo ở đây cứ nhom review lan nó không cái đây sầm mày cái bất lan miên này còn là nhom ở cho thọt đây nhom quay giấy review bông bông đặc nia mơ mỏng chả ngày nâng cứ nhom mà thưa tiết đây chả ngàyนี้គឺខ្ញុំនឹងជូនបងប្អូនអ្នកគ្នាទៅមើល Ford Everest Active ដែលទៅតែចូលមកចាតោះទៅមើលជាមួយគ្នាបណ្ដោយចានេះបងប្អូនអ្នកគ្នា Ford Everest Active មើលហុករៀងគេមើលបងប្អូនអ្នកគ្នា SUV 7កៅអីតម្លៃតែ $44,900 ចាមកជាមួយនឹងចង្កៀងប្រភេទ LED បងប្អូនអ្នកគ្នាមាន data running light ហើយស្អាតហើយឆ្លាតទៀត automatic ទេបងប្អូនអ្នកគ្នាយប់ឡើងបើក automatic ថ្ងៃឡើងបិទ automatic មកជាមួយនឹងចង្កៀង fog light បងប្អូនអ្នកគ្នាបើកថែមទៀតដល់តែភ្លឺទៀតជីពេលយកពេលហុយពេលអីចឹងណាចា sensor ខាងមុខមាន4គ្រាប់ចាមកជាមួយនឹង logo ថ្មីបងប្អូនអ្នកគ្នាប៉ាណាខ្មៅលើបលងស្អាតហើយ Active នេះបំពាក់ជាមួយនឹងម៉ាស៊ីន 2.0 turbo diesel ម៉ាស៊ីនជំនាន់ចុងក្រោយប្រអប់លេខដកវេ automatic ដែលផលិតកម្លាំងសេះបាន 170 PS កម្លាំងរមាស់បានរហូតដល់ទៅ 405 Nm សំចៃបងប្អូនផ្លូវតាម 20,000 ទេបងប្អូនអ្នកគ្នាចាឥឡូវយើងមកមើលផ្នែកចំហៀងបងប្អូនអ្នកគ្នាឃើញយ៉ានកង់គេ design ថ្មីស្អាតទេបងប្អូនអ្នកគ្នាទំហំ 8 inch ខ្មៅមើលទៅរៀងស្បួរហ្មងបងប្អូនអ្នកគ្នាមើលការ design តាក់ទងជាមួយនឹងកញ្ចក់ផ្នែកចំហៀង roof rack ខាងលើដៃទ្វារគឺពណ៌ខ្មៅមើលទៅស៊ីគ្នាហ្មងចាសូម្បីតែកញ្ចក់ខាងក្រោយនេះបងប្អូនអ្នកគ្នាមើលលក្ខណៈ privacy ហ្មងខ្មៅពីធម្មជាតិគេហ្មងចាឥឡូវយើងចូលមកមើលផ្នែកខាងក្រោយគេចា design ចង្កៀងខាងក្រោយរៀងប្លែកពី Everest ផ្សេងបន្តិចហើយគេមកជាមួយនឹងផុសអក្សរ Everest នេះហ្មងបងប្អូនអ្នកគ្នាឃើញយើងប្លែកគេចាបងប្អូនអ្នកគ្នា sensor ខាងក្រោយមាន4គ្រាប់ហើយកាមេរ៉ាខាងក្រោយមាន1គ្រាប់ដែរបងប្អូនអ្នកគ្នាចាហើយបើសិនជាកៅអីជួរទី3នេះបងប្អូនអ្នកគ្នានេះបងប្អូនអ្នកគ្នាចង់ដាក់អីវ៉ាន់ក៏បានទាញតម្លាក់ចូលដាក់អីវ៉ាន់ក៏បានឬក៏ចង់អង្គុយយើងលើកឡើងមកក៏បានដែរគ្រាន់ថា active យើងរៀងប្រើកម្លាំងតិចចឹងណាអូខេឥឡូវយើងចូលមកមើលកៅអីជួរទី2វិញចាបើកទ្វារខ្វាច់មកអូយកៅអីពុកស្បែកហ្មងបងប្អូនអ្នកគ្នាចាមិនសិនតិច3ជួរនិយាយទៅតិចពេញឡានហ្មងចាហើយនៅកន្លែងខាងក្រោយនេះមានឆ្នាំងសាក Type A Type C ជូនអ្នកអង្គុយខាងក្រោយទៀតចាឥឡូវយើងផុតចូលមកកៅអីជួរខាងមុខវិញចាខ្ញុំបញ្ជាក់ active គឺប្រើសោឡានប្រើសោ smart key ហើយចាអូខេអញ្ចឹងកៅអីគឺយើង automatic ខាង driver បងប្អូនអ្នកគ្នាចាចុះសម្រាប់ active គឺយើងបំពាក់ជាមួយនឹងប្រភេទចង្កូតឡាន electronic ងាយស្រួលនៅក្នុងការបើកបរចានៅលើដៃចង្កូតមានប្រព័ន្ធចាប់កន្លងផ្លូវមានទាំងប្រព័ន្ធ limit ល្បឿនមានទាំងពីប្រព័ន្ធ cruise control បើសិនជាកុងទ័រវិញគឺ digital 8 inch ភ្លឺច្បាស់ត្រជាក់ភ្នែកតែម្ដងចាបើសិនជាកលេសមើល touch screen វិញ12 inch បងប្អូនអ្នកគ្នាអាច connect Apple CarPlay Android Auto ក៏បានហើយកាមេរ៉ាភ្លឺច្បាស់គឺមើលនៅក្នុងនឹងតែបងប្អូនអ្នកគ្នាចាបើសិនត្រជាក់សេរីបាន2 zoom ដាច់ពីគ្នាទៀត M frame បងប្អូនអ្នកគ្នាចាមាន wireless charge មានពាងដែរ electronic មានកាប់សំតោអត់មានទេចាបងប្អូនអ្នកគ្នាមាន dry mode ជំនួយបើកបរចំនួន4 mode ចា mode ធម្មតា mode eco mode សដៅ mode ផ្លូវល្អចាហ្នឹងហើយប៉ុណ្នេះល្មមប្រើបងប្អូនអ្នកគ្នាតម្លៃឡាន $49,900 ទេបងប្អូនទាំងអស់គ្នាអើយ SUV 7កៅអីគ្រាន់តែខ្ញុំរៀបរាប់ប៉ុណ្នេះជិះលក្ខណៈខូសាជួបជុំគ្នាមានអារម្មណ៍ថាសុខដុមរមនាតែហ្មងចាបងប្អូនអ្នកគ្នាអូខេអញ្ចឹងវីដេអូនេះរៀងវែងបងប្អូនអ្នកគ្នាចាតែរៀង review រៀងវែងអញ្ចឹងបើសិនជាបងប្អូនអ្នកគ្នាត្រូវការអីអាចមកមើលផ្ទាល់នៅ Ford Showroom 2004បានចាតែបញ្ជាក់តតែយើងកំងដែរបានណាចារបស់ល្អអញ្ចឹងតតែកំងតិចទេអូខេអរគុណបងប្អូនអ្នកគ្នាមានតែប៉ុណ្្នឹងទេបាយបាយ